នឹងជំនាញផ្នែកទំនាក់ទំនងអន្តរជាតិដ៏ល្បីបានវិភាគនិងបកស្រាយបង្ហាញមុខមាត់ពិតរបស់ថៃប្រាប់ទៅកាន់ឆាកអន្តរជាតិតើអ្នកណាជាជនរងគ្រោះពិតហើយអ្នកណាជាអ្នកឈ្លានពានតាមរយៈគេហទំព័រ Cambodia Mac ដែលចេញផ្សាយទាំងភាសាអង់គ្លេសនិងបារាំងបានលើកយកការវិភាគរបស់លោករ៉ាអ៊ូល ម៉ាក់សេណាដែលបានលើកឡើងថារបៀបដែលសារព័ត៌មានអន្តរជាតិរាយការណ៍អំពីចំនួនដែលបង្កឡើងដោយប្រទេសថៃមកលើកម្ពុជានាំឲ្យខ្ញុំត្រូវរំលឹកឡើងវិញនៅការពិតមួយចំនួនដែលមិនអាចប្រកែកបានការអះអាងផ្លូវការរបស់អាជ្ញាធរថៃដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងងាយដោយសារព័ត៌មានអន្តរជាតិដែលអ្នកឆ្លើយឆ្លងព័ត៌មានរបស់ពួកគេមានមូលដ្ឋាននៅទីក្រុងបាងកកគឺជាការបង្ហាញរូបភាពនៃប្រទេសមួយដែលមានភាពរុះរាយរាក់ទាក់និងស្ងប់ស្ងាត់ដោយគោរពតាមច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិប៉ុន្តែចំពោះទំនាក់ទំនងរវាងប្រទេសនេះជាមួយកម្ពុជាវិញគឺផ្ទុយឆ្ងាយពីការពិតខ្លាំងណាស់ប្រវត្តិសាស្ត្រទាំងមូលនៃការទំនាក់ទំនងរវាងជនជាតិថៃនិងខ្មែរគឺជាប្រវត្តិសាស្ត្រនៃការស្អប់ខ្ពើមនិងការយកឈ្នះរបស់ភាគីទី1ថៃមកលើភាគីទី2កម្ពុជាតាំងពីសតវត្សទី12មកជនជាតិថៃដែលប្រទេសរបស់ពួកគេត្រូវបានគេហៅថាសៀមបានវាយប្រហារនិងឈ្លានពានទឹកដីខ្មែរឥតឈប់ឈរពួកគេបានកាន់កាប់រាជធានីទាំងអស់នៃព្រះរាជាណាចក្រខ្មែរជាបន្តបន្ទាប់មុនឆ្នាំ1863ពួកគេថែមទាំងបានបញ្ចូលប្រទេសទាំងមូលពីឆ្នាំ1929ដល់ឆ្នាំ1833ទៀតផងមានតែការការពាររបស់ប្រទេសបារាំងទេទើបអាចបញ្ឈប់សេចក្តីស្រែកឃ្លានចង់ឈ្នះរបស់ថៃបានហើយកិច្ចខិតខំប្រឹងប្រែងទាំងមូលនៃការទូតបារាំងដើម្បីចរចាជាមួយរដ្ឋាភិបាលសៀមលើលក្ខខណ្ឌនៃការកំណត់ព្រំដែនដោយដែលបានព្រមព្រៀងនៅក្នុងអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907លទ្ធផលគឺជាការអនុម័តដោយភាគីទាំងពីរនៅការកំណត់ព្រំដែនដែលបានកំណត់រួមគ្នានិងត្រូវបានទទួលស្គាល់ម្ដងហើយម្ដងទៀតដោយទីក្រុងបាងកកក្នុងឯកសារផ្លូវការដោយដែលត្រូវបានសង្កត់ធ្ងន់ដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្នុងសារក្រមឆ្នាំ1962របស់ខ្លួនពីឆ្នាំ1953ដល់ឆ្នាំ1970ថៃបានបដិសេធជាប្រព័ន្ធមិនទទួលស្គាល់អព្យាក្រឹតភាពនិងបូរណភាពទឹកដីរបស់កម្ពុជាថៃបានជួយនិងគាំទ្រដល់សកម្មភាពភារវកម្មរបស់កងជីវពលខ្មែរដែលស្វែងរកការផ្ដួលរំលំរបបព្រះអង្គម្ចាស់នរោត្តមសីហនុកងទ័ពថៃបានចាប់ផ្ដើមដាក់មីនប្រឆាំងមនុស្សតាមបណ្ដោយព្រំដែននៅឆ្នាំ1964ឆ្នាំ1970ថៃបានផ្ដល់ជំនួយយោធាដល់រដ្ឋប្រហារដែលជំរុញកម្ពុជាឲ្យធ្លាក់ចូលក្នុងសោកនាដកម្មដែលត្រូវបានកត់សម្គាល់ទុកក្នុងទសវត្សរ៍ឆ្នាំ1970ឆ្នាំ1975ថៃបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់របបប្រល័យពូជសាសន៍របស់ប៉ុល ពតឆ្នាំ1979នៅពេលដែលប៉ុល ពតត្រូវបានផ្ដួលរំលំថៃបានរុញច្រានជនភៀសខ្លួនរាប់ម៉ឺន